Guru chẳng thằng này mình chỉ đặt tao flower recognition using deep learning neural network chúng po topic này cứ cái nên chỉ đặt tao cái tại là group cái này đầm bay ở machine learning những cái score tham cái nó cứ chiều cái chẳng không abstract những cái gì đặt tao nên flower nó cứ vì miền cục này từng ở nó lơ ở một độ dạng hai miền tròn một hếtแต่ตามផ្នែករបស់វាហើយផ្នែកខ្លះគឺវាមានលក្ខណៈពណ៌ហើយនឹង color វាស្តៀងគ្នាហើយនៅក្នុង project ហ្នឹងគឺគេបានជ្រើសយក model machine learning របស់យើងគឺ deep learning neural network ដែលប្រើប្រាស់នៅ model 2គឺដើម្បីធ្វើការវិភាគទៅលើរូបភាពហ្នឹងគឺមួយគឺ AlexNet ហើយនឹង VGG16 ដែលពីរនេះគឺជា model សម្រាប់ធ្វើការclassification ទៅលើ image ហើយគេក៏បានប្រើកម្មវិធីកែកកក្នុងការ store នៅ dataset ផងដែរហើយចំពោះលទ្ធផលហ្នឹងគេឃើញថា VGG16 ហ្នឹងគឺវា perform ក្នុងការបែងចែក image ហ្នឹងបានច្បាស់ជាងAlexNet គឺវាមាន accuracy រហូតដល់ 95% ហើយចំពោះ AlexNet គឺបានត្រឹមតែ 85.69% ទេហើយក្នុង paper នេះក៏គេបាននិយាយថានៅ future ទៅមុខទៀតគឺគេនឹងអភិវឌ្ឍទៅលើ model ទាំងពីរហ្នឹងដើម្បីឲ្យវាអាចធ្វើការ recognize ទៅលើប្រភេទផ្កាឬក៏រុក្ខជាតិផ្សេងទៀតដែលវាអត់ទាន់បានក្នុងការ training ឬក៏ការ capture អញ្ចឹងចូលមកដល់ក្នុងការ introduction អញ្ចឹងយើងដឹងហើយថាផ្កាហ្នឹងគឺវាមានគ្រប់ទីកន្លែងគេប្រើប្រាស់វាបានគ្រប់ទីកន្លែងហើយដើម្បីធ្វើការបែងចែកទៅលើប្រភេទផ្កានីមួយៗហ្នឹងគឺគេអាចទៅលើចំណេះដឹងទូលំទូលាយអញ្ចឹងមកដល់ឥឡូវគឺយើងអាចធ្វើការបែងចែកប្រភេទហ្នឹងដោយការប្រើប្រាស់ machine learning អញ្ចឹងគេមានដូចជា model SVM MRF ហើយនិង ANN អញ្ចឹង model ទាំងអស់ហ្នឹងគឺគេបាន apply ទៅលើការបែងចែកទៅលើផ្កាហ្នឹងហើយគេឃើញថា model ទាំងអស់ហ្នឹងគឺវាផ្ដល់នៅលទ្ធផលហ្នឹងគឺវាភាព accuracy របស់វានេះគឺវាខុសគ្នាហើយដូច្នេះហើយគេក៏បានប្រើ model CNN ហ្នឹងគឺនៅប្រហែលឆ្នាំចុងក្រោយនេះទេហើយ objective នៃការប្រើនេះគឺគេប្រើដើម្បីធ្វើការកំណត់ទៅលើថា model CNN ហ្នឹងគឺជា model ដែលអាចបែងចែកឬមកក៏កំណត់ទៅលើភេទនៃផ្កាហ្នឹងបានបានត្រឹមត្រូវជាងហើយល្អជាង model ផ្សេងហើយចូលមកដល់ចំណុចទី2នោះគឺតើតើនឹង relative work អញ្ចឹងចំពោះការធ្វើ flower recognition ហ្នឹងគឺគេបានធ្វើនៅប្រទេសម៉ាឡេស៊ីនិងគេបានសិក្សាទៅលើអូសៀនជាតិមួយហើយមានផ្កាច្រើនប្រភេទដែលគេបានប្រើនឹងមួយក៏ធ្វើវាទៅលើតកតង3លក្ខណៈគឺពណ៌texture ហ្នឹងហើយនឹងរូបរាងរបស់វាហើយគេក៏បានប្រើនៅmachine learning algorithm ដូចជា SVM scanner ហើយនឹង MLP ដែរហើយប៉ុន្តែគេក៏បានយក model CNN ដើម្បីធ្វើការបង្ហាញបន្ថែមតកតងនឹងflower recognition ហ្នឹងហើយក្នុង model CNN ហ្នឹងគឺគេប្រើ VGG ហើយនិង AlexNet ហ្នឹងដើម្បីក៏ដូចជា ResNet 50ក្នុងការសិក្សាតកតងនឹងការបែងចែកឬមកគេហៅថា image classification
ហើយទី3នោះគឺpropose methodology អញ្ចឹងនៅក្នុង propose methodology នោះគឺមាន3ផ្នែកគឺទី1និយាយតាក់ទងនឹង research flow អញ្ចឹងនៅក្នុង research flow នោះគឺគេចាប់ផ្ដើមstore data នៅក្នុង data set ដែលមានប្រភេទផ្កាច្រើនដូចជា daisy ការកលាបអីជាដើមហើយគេបានបែងចែកវាជា sample វា30 70ដើម្បីធ្វើការតេស្តហើយនឹងtraining model របស់យើងហើយចំពោះជំទី2គឺតកតងនឹងការ collect image ចឹងដល់ពេលដែលគេ collect image ហ្នឹងគេបាន collect វាដោយទៅតាមប្រភេទនៃផ្កានីមួយៗមានដូចជាផ្កា daisy dandelion ផ្កាកលាបហើយនិងផ្កាឈូករ័ត្នជាមួយផ្កា tulip ហើយផ្កាទាំងអស់ហ្នឹងគឺបានថតដោយទៅតាមមុំហើយនឹងទំហំនៅពន្លឺថ្ងៃដែលត្រឹមត្រូវហើយគេធ្វើ pre-processing តទៅនឹង image ហ្នឹងដោយមុននឹងចាប់ផ្ដើម analyze វាគឺគេបានរៀបចំធ្វើការ resize image ហ្នឹងពី224 គុណ224ហើយនឹង change color ដូចជា BGR ទៅជា RGB ហើយធ្វើការ generate dimension របស់វានឹងprocess ដើម្បីឲ្យកាត់បន្ថយនៃការប្រើប្រាស់ memory ក្នុងការទៅពេលដែលយើង train តទៅនឹង model របស់យើងហើយចំពោះចំណុច C នេះគឺ model development អញ្ចឹងនៅក្នុង model របស់យើងគឺមាន2 model ដើម្បីធ្វើការ develop ដើម្បីធ្វើការ develop អញ្ចឹងយើងធ្វើការ training ហើយ test វាដោយ image របស់យើងនោះគឺយើង store នៅ database ហើយបន្ទាប់មកយើងបាន pre-processing វាហើយអញ្ចឹងកន្លែងនេះគឺគេចាប់ផ្ដើមប្រើប្រាស់នៅ model របស់យើងគឺមាន AlexNet ហើយនិង VGG16 ហ្នឹងដល់ពេលដែលគេ develop ធ្វើការ training ហើយនិង test ទៅគឺគេឃើញគេផល AlexNet ហ្នឹងគឺមាន5 evolutional ហើយមាន3 layer ដើម្បីធ្វើការ transfer learning ពី image ហ្នឹងហើយចំពោះ VGG16 ហ្នឹងគឺគេបានផលនៅ3x3 filter ហើយវាមានដល់ទៅ138 million parameter ដែលទាំងអស់ហ្នឹងគឺវាជួយimprove ទៅលើ feature ក្នុងការ capture ទៅលើ image បានកាន់តែប្រសើរហើយនៅក្នុងការ develop ហ្នឹងគឺគេឃើញថាប្រភេទទាំងពីរនេះគឺវា perform ក្នុងការបែងចែក image ដូចគ្នាអញ្ចឹងclassification នៃ model ទាំងពីរនេះគឺ perform ដោយ softmax layer អញ្ចឹងយើងមើលនៅក្នុងរូបនេះទៅយើងឃើញថាកន្លែងរូបខាងឆ្វេងនេះគឺជា AlexNet ហើយវា filter របស់វានឹងគឺតិចជាងfilter របស់ VGG16 ហើយ VGG16 គឺជាចំណុចចុងក្រោយដែលគេអភិវឌ្ឍចេញពី AlexNet ហ្នឹងហើយចំពោះ result វិញយើងឃើញថាទៅពេលដែលគេ train ទៅលើ test លើ GPU គេឃើញថា VGG16 ហ្នឹងគឺវាមានភាព accuracy ច្រើនជាងAlexNet ដែល AlexNet មានត្រឹមតែ 85% ទេតែ VGG16 គឺគេ test ទៅឃើញតែ 95% ហើយវាបានប្រើប្រាស់ពេលវេលាអស់រហូតដល់600នាទីហើយនឹង40 second មានថា600វិនាទី40 second ហើយ VGG16 ហ្នឹងគឺវាមាន layer ច្រើនអញ្ចឹងជាហេតុធ្វើឲ្យ
ការ capture ទៅលើ image ហ្នឹងគឺវាទទួលបានភាព accuracy ច្រើនជាងAlexNet ហើយគេតាមរយៈតារាងហ្នឹងគឺគេឃើញថាផ្កា Daisy គឺវាអាច analyze ហើយតែវាអាច test ហើយនឹង train ទៅឃើញថាវាទទួលបាន 0.9 ហើយក៏មានផ្កាមួយចំនួនដែលវាអាចមានភាពច្រឡំទាក់ទងទៅនឹងរូបរាងហើយនឹងទំហំពណ៌របស់វាអញ្ចឹងវាអាចនឹងការខ្លះវាតែវា analyze មកវាអត់បានទទួលបាន accuracy ខ្ពស់ទេយើងអាចមើលនៅក្នុងរូបនេះហើយចំពោះ future work អញ្ចឹងយើងនឹងអាច improve ទៅលើ model ហ្នឹងឲ្យវាកាន់តែ analyze កាន់តែច្បាស់ចំពោះផ្កាដែលវាមានរូបរាងស្តៀងគ្នាហើយនឹងទំហំពណ៌ស្តៀងគ្នាហើយក៏អាចនឹងសិក្សាស្វែងយល់ទាក់ទងនឹងផ្កាឬក៏ប្រភេទរុក្ខជាតិផ្សេងទៀតនៅក្នុងកន្លែងឧទ្យានជាតិហ្នឹងផងដែរហើយចំពោះ conclusion យើងអាចសន្និដ្ឋានបានថាចំពោះ deep learning ទាក់ទងនឹង CCN របស់យើងគឺវាជា G16 គឺវាធ្វើការ image classification ទាក់ទងនឹង image នឹងបានប្រសើរជាង AlexNet ចំពោះការបែងចែកទៅលើការរបស់យើងហើយវាបានផ្ដល់នូវភាព accuracy ខ្ពស់ហើយក៏ប៉ុន្តែបើយើងកន្លែងទៅមើលផ្កាដែលមានលក្ខណៈស្តៀងគ្នាក៏ដូចជារូបរាងពណ៌ទំហំដូចគ្នាគឺវាផ្ដល់នូវ accuracy នៅមានកម្រិតអញ្ចឹងជាហេតុធ្វើឲ្យយើងអាចនឹង enhance ទៅលើ model ហ្នឹងនៅពេលអនាគតដើម្បីឲ្យយើងទទួលបានភាព accuracy កាន់តែខ្ពស់ហើយអាចធ្វើការ recognize ទៅលើផ្កាឬក៏ប្រភេទរុក្ខជាតិផ្សេងទៀតហើយនេះគឺជា reference ដែលខ្ញុំបានសិក្សាស្វែងយល់ពីផ្សេងតាក់ទងទៅនឹង flower recognitions គេប្រើប្រាស់ convolution neural network របស់យើងហ្នឹងអញ្ចឹងចំណុចរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេតាក់ទងទៅនឹង topic នេះ